mà nhân chừng ngò muối chừng luôn chừng ngò muối chừng luôn trong su lục rú thì muối tôi chiên sầm nạp bắt trai tha đôi mặt đất nguyên ắt rằng lấy đôi mặt đất hai sầm tay từ lối bậc cơ phụ nào khác để ban sầm răng chừng cô sầm nạp bắt để dùng lọc bàn sắp xa tới chu thực tế nơi trong Phật Phật na để lọc bàn khởi nhật ngọt những từ miền phò sầm nạp bắt miền sanh nhà về tệ dị tạ bị rốt sầm nạp bắt hay sạch nó thành bị rốt sầm nạp bắt nâng phòng đá ở trên sầm nạp bắt ní phòng đá trên sầm nạp bắt ní từ ta để bàn sầm rách nơiรูปสมาบัตินำรูปสมาบัติบานสำเร็จทำเชื่อให้ท่าสมาบัติให้คืออารมณ์มโนปะนิเชียนคือสำลังอารมณ์ลังเตออารมณ์นั้นคือเรื่องเพื่อไอ้จัดนั่นเองบังกอสมาลอ๋อน้องอารมณ์นั้นให้แทนจังเชียกุศลติดทองประพฤติเชียสัมมาสมาธิเอกคตาเจตสิกนั้นเชียกุศลเชียสัมมาสมาธิตัวเชียตุติเยเชียนก็ได้ตติเยเชียนก็ได้จตุติเชียนก็ได้นั้นในน้องเชียนสมาบัติไปนั้นคือเมื่ออารมณ์ไปตามการสำเร็จในเชียนสมาบัตินั่นเองอารมณ์คลาสนำไอ้บ้านสำหรับเตรียมแต่ปฐมเชียนโดยเชื่อผู้อาศพดอกไอ้นั้นคือบ้านเตรียมแต่ปฐมเชียนนี่มีกายกตาสติในขนมอนุสติเองอย่างเตรียมปฐมเชียนให้อารมณ์ครั้งนำในบ้านสำหรับดาวเตตุติยเชียนตติยเชียนจตุติเชียนอันนี้คือปัญจกะเนื้อบ้านสำหรับโดยเชียนองการสำหรับในเมตตาพรหมวิเชียหรือกะธรรมาหรือก็มุทิตาไอ้นั้นคืออาบานตุเยเชียนตะเยเชียนนั่งจตุติเชียนนั้นบานที่ปฐมเชียนใจนั้นคลองจับที่ปฐมเชียนได้ปนเรอาบานระโหดดาวเตรมจตุติเชียนนอปีเปียโต้มเขียนเลยเมื่อนั้นเข้าเหมือนเนาะคำร้องเข้าเนาะไปอัดบานในจังบ้านเตรมจตุติเชียนไอ้ใบอุเปคาพรหมวิเชียนเนาะโดยคาอัปปมัญญาเนาะไอ้จำเริญบ้านขนมปัญจมัคเชียนแต่ในเปคานี้ขนมการจำเริญเชียนที่จำเริญบรรโตอันที่เมตตาจัตนาเมติกาแต่จังคือไปตามการชำระอุเปคาพรหมวิเชียนนั้นคืออัดเนียนเชียนตีสาวใจเสียอัดเนียนตีปฐมเชียนตุติยเชียนตติยเชียนจตุติเชียนนี้
គឺចម្រើនបន្តពីចតវិឈាននឹងទៅបញ្ញមឈានដោយឧបេក្ខាអបមញ្ញានឹងគឺរូបសមាបត្តិហើយបើដូចជាសសិនហ្នឹងគឺអាចបានពីបឋមឈានទៅរហូតដល់បញ្ញមឈានហើយអាចដើម្បីបើកនៅអាកាសសិននឹងឯងចូលកាន់អាកាសានញ្ចាយតនឈានបានទៀតអាកាសសិនទៀតគឺជាបាននៅការចម្រើនដល់ទៅអរូបសមាបត្តិអរូបសមាបត្តិហ្នឹងក៏នៅតែក្នុងឈានសមាបត្តិដដែលព្រោះជាការសម្លឹងនៅក្នុងអារម្មណ៍ដើម្បីចិត្តស្ងប់រងាប់ហើយអារម្មណ៍កម្មដ្ឋានខ្លះទៀតនោះអត់បានសម្រេចដល់សមាបត្តិទេអត់បានដល់បឋមឈានទេដូចជាអនុសតិខ្លះពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិសីលានុសតិចាគានុសតិទេវានុសតិឧបសមានុសតិមរណសតិអាហ្នឹងគឺបានមិនដល់បឋមឈានទេបានត្រឹមឧបចារៈនឹងជាគំពីនៃកាមាវចរៈកុសលណាឧបចារៈហ្នឹងទាំងខ្ពស់ក្នុងភូមិកាមាវចរៈកុសលតែនៅអត់ចូលដល់រូបាវចរៈកុសលទេហើយចំពោះអារម្មណ៍កម្មដ្ឋានដូចជាពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិអីនេះល្អិតល្អន់ណាស់ដែលអាចបានដល់ឧបចារៈឈានហ្នឹងចារៈសមាធិហ្នឹងគឺផលតែព្រះអរិយបុគ្គលទៀតនោះដែលជឿក្នុងគុណព្រះសម្មាសម្ពុទ្ធនឹងឯងបានក្រៃលែងជាងបឋមជនហើយតម្កល់ចិត្តក្នុងគុណព្រះពុទ្ធពធព្រះសង្ឃនឹងឯងអាចញ៉ាំងឧបចារៈសមាធិឲ្យប្រព្រឹត្តទៅបានហ្នឹងល្អិតល្អន់ដល់តែប៉ុណ្ណឹងសំដីចាគានុសតិសីលានុសតិទេវានុសតិឧបសមានុសតិអីហ្នឹងសម្រាប់ព្រះអរិយបុគ្គលបានដល់ឧបចារៈសមាធិដែលមរណសតិនឹងទូទៅសតិដែលរលឹកដល់សេចក្តីស្លាប់រឿយទៅអាចតម្កល់ចិត្តឲ្យដល់ឧបចារៈសមាធិទាំងបឋមជនទាំងព្រះរយៈប៉ុន្តែមិនដល់បឋមឈានទេអត់ដល់បឋមឈានគឺជាអារម្មណ៍ដែលទាក់ទងទៅដោយការពិចារណាហើយពិចារណាហើយអត់មាននិមិត្តអីទេអត់មាននិមិត្តអីក្នុងមโนទ្វារដើម្បីចូលកម្មបឋមឈានទៅបានណាគឺគ្រាន់តែថាអាស្រ័យបញ្ញាពិចារណាបញ្ញាថ្នាក់សមថៈហ្នឹងបញ្ញាថ្នាក់សេចក្តីស្ងប់ហ្នឹងតែពិចារណាទៅនៅគុណព្រះពុទ្ធពធព្រះសង្ឃអីហ្នឹងគឺអត់មាននិមិត្តអីអត់ទេនិមិត្តដូចមានខ្លះថាធារនីពុទ្ធោអរហង្គអីចឹងទៅប្រាប់ទៅឃើញពុទ្ធនៅកណ្ដាលអាកាសអីចឹងទៅឬក៏ឃើញស្អីទៅអត់មានពាក្យតងនឹងរឿងឃើញអីទេគឺពាក្យតងនឹងបញ្ញាពិចារណាគុណសុទ្ធសុទ្ធទ្រង់ប្រញាណថាអរហង្គដោយគុណយ៉ាងណាទ្រង់ប្រញាណថាសម្មាសម្ពុទ្ធោនឹងដោយគុណយ៉ាងម៉េចហើយរឿងហ្នឹងប្រតិជនចាក់មិនលុបដោយព្រះអរិយបុគ្គលទេចំពោះគុណព្រះពុទ្ធឬក៏គុណព្រះធម៌ឬក៏គុណព្រះសង្ឃហ្នឹងសម្ដីការធ្វើទានរក្សាសិលអីហ្នឹងគឺប្រតិជនមិនដល់ព្រះអរិយទេព្រោះព្រះអរិយលះមច្ឆរិយអស់ហើយជាសមុច្ឆេទលះការព្រុសសិល
ก็បានដែរដោយសោតតាបតនៈហើយក៏បានយល់ច្បាស់នៅគុណធម៌ដែលនាំឲ្យបានសម្រេចជាទេវតាហើយនឹងឧបសមៈសេចក្តីស្ងប់ពីព្រះនិព្វានដែលព្រះរាជបុគ្គលបានត្រាស់ដឹងហើយបានពិចារណាហើយដោយបច្ចវេគណៈញាណអាហ្នឹងគឺដែលអាចជាឧបចារសមាធិសម្រាប់ព្រះរាជបុគ្គលតែនិរណសតិអាហ្នឹងគឺបុគ្គលទូទៅពិចារណាឃើញបានដល់ឧបចារសមាធិហើយបើដូចជាការចម្រើនកាយកតាសតិហ្នឹងគឺអាចបានសម្រេចដល់បឋមឈានអានាបានសតិក៏អាចបានសម្រេចដល់បឋមឈានទុតិយឈានតតិយឈានចតុតឈានបញ្ញមឈានដែលអាស្រ័យមាននិមិត្តក្នុងមនោទ្វារហើយអសុបហើយនឹងកាយកតាសតិមិនចូលដល់ទុតិយឈាននេះពីព្រោះកម្មដ្ឋាននឹងលះវិតកៈអត់បានលះវិតកៈអត់បាននេះព្រោះវាជាប់តេតងនឹងពិចារណាអសុបហើយអាចមាននិមិត្តតាមផ្លូវចិត្តកាយកតាសតិអីហ្នឹងប៉ុន្តែបើលះវិតកៈចោលវាអត់មានអីដើម្បីនឹងទៅពិចារណារបស់ដែលមិនស្អាតដូចជាសាកសពដែលចោលក្នុងព្រៃប្រមាណថ្ងៃហើយប៉ោងអីហ្នឹងយ៉ាងណាឬដូចជាការពិចារណានៅកោថាសៈក្នុងកាយនេះមានសម្ភារៈរបស់ដីនិងសម្ភារៈរបស់អបោហ្នឹងវាតេតងនឹងវិតកៈដូច្នេះគឺត្រូវមានវិតកៈវិចារៈតេតិសុខៈឯកកតាហ្នឹងហើយតែកាលណាអត់មានវិតកៈពិចារណាអត់បានអញ្ចឹងមិនអាចចូលទុតិយឈានទេព្រោះទុតិយឈានអត់មានវិតកៈអញ្ចឹងបាននៅត្រឹមបឋមឈានបើអានាបានសតិអានឹងអាចលះវិតកៈលះវិចារៈលះតេតិលះសុខៈអាចតាំងនៅក្នុងបញ្ញមឈានប៉ុន្តែមិនអាចជាបាបនៃការចម្រើនអរូបឈានបានទេហើយក៏មិនជាបាបរបស់អភិញ្ញាដែរព្រោះបានត្រឹមតែនៅក្នុងរូបាវចរៈទេប្រតិដោយឧបេក្ខានិងឯកកតានឹងហើយការចម្រើននៅឈាននឹងមានអត្តអន្តក្នុងគម្ពីរវិសុទ្ធិមគ្គទេណាដែលព្រះអត្តកថានឹងបានស្រង់ចេញអំពីត្រៃបិដកមកសពគ្រប់ទាំងអស់ដោយពួកសិលយ៉ាងម៉េចខ្លះដោយពួកសមាធិនឹងយ៉ាងម៉េចខ្លះដោយពួកបញ្ញានឹងយ៉ាងណាខ្លះគឺបានស្រង់ដាក់នៅក្នុងគម្ពីរវិសុទ្ធិមគ្គប្រែមកថាផ្លូវនៃសេចក្តីបរិសុទ្ធប៉ុន្តែគឺជាការស្រង់ចេញអំពីព្រះពុទ្ធដីកាទេនៅក្នុងឈានសមាបត្តិនេះគឺសម្លឹងអារម្មណ៍សម្លឹងដើម្បីសេចក្តីស្ងប់ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាជាប្រយោជន៍ដើម្បីសេចក្តីសុខក្នុងបច្ចុប្បន្នប៉ុន្តែបើចំពោះបុគ្គលដែលមានប្រកដីអប់រំចម្រើនសតិប្បដ្ឋាននោះក៏រមែងមានការសម្លឹងនៅលក្ខណៈរបស់បរមត្តធម៌រឿយលក្ខណៈរបស់ចក្ខុមានការប៉ះទប់នឹងរូបយ៉ាងណាលក្ខណៈរបស់រូបដែលមកប៉ះទប់នឹងចក្ខុនឹងយ៉ាងណាលក្ខណៈរបស់ចក្ខុវិញ្ញាណដែលកើតឡើងព្រោះមានរូបនឹងជាអារម្មណ៍ចក្ខុវិញ្ញាណនឹងអាស្រ័យនឹងចក្ខុកើតឡើងមានលក្ខណៈយ៉ាងណាការសង្កេតពិនិត្យការរលឹកសិក្សាសម្លឹងលក្ខណៈនៃបរមត្តធម៌នឹងរឿយ
จักขะวิญญาณកើតហើយក៏នាំឲ្យមានภาษៈហើយជាបច្ច័យនៃវេទនាសោយនៅអារម្មណ៍ក្នុងលោកហ្នឹងយ៉ាងណាចឹងគឺសុទ្ធតែជាទីតាំងនៃសតិរលឹកដោយអាស្រ័យមានលក្ខណៈជាបរមត្តធម៌ពុំមែនជាសត្វប្រកួតទូខ្លួនហ្នឹងបុគ្គលដែលមានប្រវត្តិក្នុងការស្ទាបឋានយ៉ាងនេះមានការសម្លឹងលក្ខណៈនៃបរមត្តធម៌រឿយៗសូម្បីកំពុងតែតាំងនៅក្នុងធម៌ទាំងឡាយជាកុសលក្តីធម៌ទាំងឡាយជាអកុសលក្តីមានជីវិតរស់នៅកំពុងតែរស់នៅតាំងនៅក្នុងពួកធម៌ទាំងឡាយជាអព្យាក្រឹតក្តីគឺមានការសម្លឹងបានគ្រប់ពេលវេលាទាំងអស់កុសលថ្នាក់ទានថ្នាក់សិលថ្នាក់សមថៈថ្នាក់វិបស្សនាថ្នាក់សតិប្បដ្ឋាននឹងនៅក្នុងទូកុសលាធម្មាគឺធម៌ជាបរមត្តធម៌នឹងប្រកបលក្ខណៈដល់ការរលឹកសិក្សាសម្លឹងលក្ខណៈហ្នឹងជាការចម្រើនវិបស្សនាសំដីអកុសលធម៌ប្រកបឡើងក៏មានលក្ខណៈជាអកុសលធម៌អព្យាកតធម៌ដែលជាពួកវិបាកអីដែលព្រឹត្តទៅតាមផ្លូវភ្នែកជាចំណុះអណ្ដាតកាយគឺមានលក្ខណៈជាបរមត្តធម៌ពុំមែនជាសត្វបុគ្គលឡើយក្នុងការដែលកើតឡើងហើយនោះនឹងកាលដែលមានការអប់រំចម្រើននៅស្ថានអញ្ចឹងឈានសមាបត្តិនេះក៏ជាឧបការៈជំនួយដល់បញ្ញាពីព្រោះអីពីព្រោះតែឈានសមាបត្តិកំចាត់បងនៅនិវរណៈធម៌ជាឱកាសដើម្បីចម្រើននៅបញ្ញាព្រោះបញ្ញារមែងចម្រើនដោយអាស្រ័យការដែលសភាពនៃចិត្តនឹងវាគ្រាឆ្ងាយអំពីនិវរណៈធម៌អំពីកិលេសនេះជាឧបការៈជួយឲ្យបញ្ញានឹងមានកម្លាំងប៉ុន្តែទោះជាយ៉ាងណាកណ្ដាលគុណចាស់សូមឲ្យបានជ្រាបថាអារម្មណ៍របស់ឈានសម្រាប់បាត់ដែលជាអារម្មណ៍មโนបនិឈានហើយនឹងអារម្មណ៍របស់តថាវិបស្សនាគឺលក្ខណូបនិឈាននេះគឺខុសគ្នាជាចំណេះវិជ្ជាផ្សេងគ្នាក្នុងការសិក្សាអារម្មណ៍នឹងអារម្មណ៍ដែលនាំឲ្យមានចិត្តស្ងប់រងាប់នៅក្នុងឈានសមាបត្តិនោះគឺមិនមែនជាអារម្មណ៍ដែលនាំឲ្យចម្រើនសតិប្បដ្ឋានវិបស្សនាទេពីព្រោះអារម្មណ៍នៅក្នុងឈានសមាបត្តិប្រព្រឹត្តទៅដោយបញ្ញត្តិមិនមែនជាបរមត្តធម៌អញ្ចឹងអារម្មណ៍របស់តថាវិបស្សនាជាបរមត្តធម៌ហ្នឹងហើយសេចក្តីនេះទៀតសោតគឺព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងទៅជាអរិយមេអង្គ8ប្រការអីចឹងណាចឹងសម្ដែងទៅមួយគឺថាជានិយោនិកៈធម៌គឺជាធម៌ដែលនាំសត្វឲ្យចេញចាក់ទុក្ខដែលសម្ដែងទៅមួយក្នុងអរិយមេអង្គ8ណាសរុបមកគឺជានិយោនិកៈធម៌សរុបទាំង8ហ្នឹងណាចឹងហើយដល់និយោនិកៈធម៌ហើយដល់ពោលដោយពីរយ៉ាងគឺដោយសមថវិបស្សនាសមថវិបស្សនាទៅជាសមថៈទៅជាវិបស្សនានៅក្នុងអរិយមេអង្គ8ប្រការទៀតសម្មាវាចាសម្មាកម្មន្តោសម្មាអាជីវោសម្មាវាយាមោសម្មាសតិសម្មាសមាធិ6អង្គនេះគឺជាសមថៈរាប់ទាំងវិរតិ3ផងណាសម្មាវាចាសម្មាកម្មន្តោសម្មាជីវោនេះក៏ប្រព្រឹត្តទៅនៅក្នុងសេចក្តីស្ងប់ដែរហើយចំណែកវិបស្សនាគឺសមាធិសមាសង្កប្បៈដូច្នេះដែលរាប់ដោយសមថវិបស្សនាក្នុងអរិយមេអង្គ8ប្រការណាទាំងកុំគិតថាជាសមថៈឬវិបស្សនាអ្វីយ៉ាងដទៃហើយដើម្បីបាននៅអរិយមេអង្គ8ប្រការគឺការចម្រើនសតិប្បដ្ឋាន4
ការចម្រើនចិត្តឋាន4នេះប្រតិដើម្បីជាច្បាស់នៅព្រះនិព្វានហើយក្នុងការជាច្បាស់នៅព្រះនិព្វានហ្នឹងគឺបាននៅអរិយមេអង្គ8ប្រការហើយអរិយមេអង្គ8ប្រការនេះឯងបើនិយាយថាតែម្យ៉ាងគឺនិយាយនិកធម៌បើនិយាយ2យ៉ាងគឺសមថវិបស្សនាហើយបើនិយាយ3យ៉ាងគឺសិលសមាធិបញ្ញានឹងបើនិយាយ3យ៉ាងគឺសិលសមាធិបញ្ញាសមាវាចាសមាកមន្តោសមាជីវោនឹងគឺជាសិលសមាធិយោមោសមាសតិសមាសមាធិជាសមាធិសមាទិដ្ឋិសមាសង្កប្បៈគឺបញ្ញានឹងគឺជាអរិយមេអង្គ8ប្រការដែលត្រូវបានសម្រាប់ព្រោះការចម្រើននៅសតិប្បដ្ឋាន4នឹងយើងកុំវង្វេងកុំច្រឡំអំពីរឿងសិលសមាធិបញ្ញាឬក៏សមថវិបស្សនាឬក៏ជានិយានិកធម៌ហ្នឹងគឺគ្រាន់តែព្រះអង្គទ្រង់សម្ដែងចែកនិយានិកធម៌ហ្នឹងឲ្យទៅជា2ឲ្យទៅជា3ឲ្យទៅជា4ហ្នឹងគឺអរិយមេអង្គ8ហ្នឹងជាសោតាបត្តមៈមួយក៏មានអញ្ចឹងទៅជាសក្តិជានិមៈមួយផ្សេងទៀតទៅជាអនាគានិមៈមួយផ្សេងទៀតទៅជាអរហត្តមៈមួយផ្សេងទៀតទៅនឹងក៏គឺជាអរិយមេអង្គ8ប្រការដដែលនឹងឯងមិនមែនសោតាបត្តមៈផ្សេងអរិយមេអង្គ8ប្រការផ្សេងទេគ្រាន់តែថាអរិយមេអង្គ8ប្រការថ្នាក់សោតាបត្តមៈលះកិលេសយ៉ាងណាអានឹងទៅតាមអរិយមេនឹងទៅអរិយមេអង្គ8ប្រការដែលជាសក្តិជានិមៈនោះអាហ្នឹងដោយឡែកផ្សេងទៀតទៅហើយអរិយមេអង្គ8ប្រការដែរតែជាអនាគានិមៈអនាគានិមៈហ្នឹងក៏ប្រកបដោយអង្គ8ប្រការហើយអរហត្តមៈដោយឡែកអំពីអនាគានិមៈហ្នឹងក៏ប្រកបដោយអង្គ8ប្រការហ្នឹងទៀតហ្នឹងគឺអរិយមេអង្គ8ប្រការការសិក្សាព្រះធម៌ក្នុងពុទ្ធសាសនានេះគឺជាការល្អិតល្អន់ព្រះធម៌ល្អិតមែនទែនក្នុងការអប់រំចម្រើនការប្រព្រឹត្តបរិបត្តិអញ្ចឹងត្រូវអាស្រ័យការតាំងនៅក្នុងបញ្ញាក្នុងការសិក្សាព្រះធម៌ហ្នឹងឲ្យបានល្អវាអាចមានកិលេសអកុសលធម៌ទាំងឡាយផ្សេងហ្នឹងរំខានតាំងតែពីការស្ដាប់ទៅណាទៀតច្រើនណាលោភៈទោសៈមោហៈទិដ្ឋិមាននេះអីហ្នឹងវារំខានតាំងពីការស្ដាប់ហ្នឹងទៅមិនឲ្យមានការព្យាង្គត់ឲ្យបានត្រឹមត្រូវទេចឹងគឺសេចក្តីនេះក៏ពឹងនៅលើឧបនិស្ស័យនិងអធិស្ឋានល្អរបស់ពុទ្ធបរិស័ទយើងដើម្បីទៀងទាត់ព្រះធម៌នៅក្នុងព្រះពុទ្ធសាសនាគឺមិនមែនយកធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងទុកគ្រាន់ជាឧបករណ៍ដើម្បីឆ្លុះប្រកែកតោះទេគ្នាទេព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធប្រព្រឹត្តទៅដើម្បីសន្តិវត្តដើម្បីស្ងប់រងាប់មិនទុកធម៌របស់ព្រះសម្មាសម្ពុទ្ធដែលសម្ដែងដើម្បីព្រះនិព្វានហ្នឹងយកមកធ្វើជាឧបករណ៍ដើម្បីលាភសក្ការៈការគោរពរាប់អានឬដើម្បីការប្រកែកតោះទេគ្នាឡើយហើយនឹងហើយប្រគុណម្ចាស់មានការសួរមួយសំណួរទៀតខ្ញុំកណាអត់ទាន់ចេះការពិចារណាបញ្ញខណ្ឌដោយលំដាប់គឺឧបបត្តិកម្មៈបហានកម្មៈបដិបត្តិកម្មៈភូមិកម្មៈទេសនាកម្មៈតែការពិចារណាទាំងនេះពិចារណាដូចម្ដេចបើដើមដំបូងតាំងបង្កើតជាកលលៈម្លេះតែបញ្ញខណ្ឌនៅពេលនោះមានគ្រប់គ្រាន់ហើយឬនៅគណៈចាំខ្ញុំគណៈស្រាវជ្រាវនៅពាក្យទាំងអស់នេះសិនចឹងណាបានល្អល្អត្រឹមត្រូវបានប្រកេនគុណចាស់ហើយមានសំណួរ
មួយទៀតខ្ញុំបានឈ្មោះហែមសវណ្ណាទីលំនៅភូមិគ្រុះឃុំឈើកាច់ស្រុកបាភ្នំខេត្តព្រៃវែងក្រោយពីខ្ញុំបានស្ដាប់និងបានសិក្សារៀនសូត្រក្នុងសៀវភៅរបស់លោកគ្រូគឺសៀវភៅបរមត្ថធម៌សង្ខេបចិត្តសង្ខេបមកមានការយល់ដឹងច្រើននៅសៀវភៅនេះមិនមែនខ្ញុំអ្នកសរសេរទេគឺសៀវភៅម៉ែសុចិនគាត់សរសេរហើយលោកគ្រូរស់សុថាគាត់ប្រែខ្ញុំគ្រាន់តែជួយត្រួតត្រាពិនិត្យសេចក្តីប្រែនឹងប៉ុណ្ណឹងទេតែក្នុងសៀវភៅនេះក្នុងទំព័រលេខ45និយាយពីលេខទានបរមត្ថដោយបរិយាយនៃហេតុមានពីរយ៉ាងគឺសឧបាតិសេសនិព្វានធាតុមួយអនុបាតិសេសនិព្វានធាតុមួយគឺបានយល់ច្បាស់ណាស់តាមក្នុងសៀវភៅប៉ុន្តែមានលោកអាចារ្យខ្លះដែលមិនបានមើលឬមិនបានស្ដាប់នោះបាននិយាយថាសឧបាតិសេសនិព្វាននេះចាប់អំពីសោតាសកតិទៅប៉ុន្តែក្នុងសៀវភៅបានសរសេរថាសឧបាតិសេសនិព្វានគឺចាប់អំពីព្រះរហន្តពីព្រោះព្រះរហន្តជាព្រះអសេខបុគ្គលបានប្រហារនៅកិលេសទាំងអស់ជាសមុច្ឆេទមិនត្រូវសិក្សាដើម្បីលះកិលេសតទៅទៀតឡើយរីឯព្រះសោតាសក្តិអនាគាជាព្រះសេខបុគ្គលព្រោះនៅសិក្សាចម្រើនធម៌ឲ្យច្រើនក្រៃលែងឡើងទៀតដើម្បីប្រហារបង់នៅកិលេសដែលនៅតែសល់នោះឲ្យអស់ក្នុងន័យនេះសូមលោកគ្រូមេត្តាបញ្ជាក់បានច្បាស់ថាសឧបាតិសេសនិព្វានចាប់អំពីព្រះរហន្តដែលឬក៏ចាប់អំពីព្រះសោតាសក្តិនិងព្រះអនាគាសូមលោកគ្រូមេត្តាជួយបកស្រាយបន្ថែមឲ្យបានច្បាស់លាស់ឲ្យទៀនផងប៉ុណ្ណាចំពោះនិព្វានដែលមានពីរប្រការគឺសឧបាតិសេសនិព្វានហើយនិងអនុបាតិសេសនិព្វានការដែលព្រះអង្គទ្រង់ត្រាស់សម្ដែងនៅនិព្វាននេះគឺជានិព្វានបរមត្ថទាំងមិនមែនជាបុគ្គលទេនិព្វានទាំងពីរនេះទេណាគឺជានិព្វានបរមត្ថព្រោះនិព្វានបរមត្ថហ្នឹងបើសម្ដែងដោយត្រង់ទៅគឺជាអសង្កតធម៌ជាធម៌ដែលមិនមានបច្ច័យប្រជុំតតែងគឺជាកន្លែងមួយដែលអត់មានជារានិងមច្ចុជាទីកន្លែងដែលមិនមានការជួបប្រសពនៅសត្វនិងសង្ខារដែលមិនជាទីស្រឡាញ់ជាកន្លែងដែលអត់មានការប្រត់ប្រាស់នៅរបស់ដែលជាទីស្រឡាញ់ជាអសង្កតធាតុហើយបើស្ទល់ដោយបរិយាយទៅចំពោះនិព្វានហ្នឹងតាមអំណាចនៃដំណើរផ្លូវដែលប្រព្រឹត្តទៅនៅក្នុងអរិយមគ្គអង្គ8ប្រការដែលបុគ្គលត្រូវបានសម្រេចនៅព្រះនិព្វានហ្នឹងគឺត្រូវពោលទាក់ទងនឹងបុគ្គលដែលបានសម្រេចទៅបានពោលអំពីនិព្វានហ្នឹងពីរបើមិនពោលទាក់ទងនឹងរឿងបុគ្គលទេពោលចំពោះបរមត្ថសត្វហ្នឹងគឺអសង្កតធាតុដែលអត់មានបច្ច័យប្រជុំតតែងតែពោលទាក់ទងនឹងអរិយមគ្គអង្គ8ហើយទាក់ទងនឹងបុគ្គលអ្នកដើរតាមផ្លូវនោះអ្នកប្រព្រឹត្តបរិបត្តិអប់រំចម្រើននៅអរិយមគ្គអង្គ8នឹងឯងរមែងបាននៅសឧបាតិសេសនិព្វានព្រោះលះនៅតណ្ហាដាច់ជាសមុច្ឆេទដោយអរហត្តមគ្គហ្នឹងគឺបានសម្រេចនៅព្រះនិព្វានហៅថាសឧបាតិសេសនិព្វានហ្នឹងត្រូវបានដល់ទាំងដែលព្រះខេណាស្របបុគ្គលនោះនៅមានវិជននៅឡើយដែលឈ្មោះថាសឧបាតិសេសមួយទៅឧបាតិមួយទៅហើយសេសមួយទៅសេសប្រកាស
sal nơi sal xây xạ nơi sal ấy cứ nơi sal upati nơi sal upati nơi xạ thì khẳng đám ra chập miến bạn ấy thà miến ca nơi sal upati trong tíนี้สำหรับព្រះอรហន្តគឺឧបាទាននៅខណ្ឌ5មិនមែនឧបាទាននៅកិលេសទេនឹងចំពោះព្រះអរហន្តណាទៀតដែលបានដល់នៅសឧបាតិសេសនិព្វាននោះពីព្រោះព្រះអរហន្តនោះឯងរំលត់នៅបញ្ហារំលត់ឆន្ទរាគៈក្តីត្រេកអរពេញចិត្តនៅក្នុងរូបវេទនាសញ្ញាសង្ខារវិញ្ញាណនឹងអស់រលីងហើយអត់មានសេចក្តីប្រាថ្នាក្នុងរូបវេទនាសញ្ញាសង្ខារវិញ្ញាណទេសេចក្តីប្រកាន់ថានោះជារបស់យើងមិនមានសេចក្តីប្រកាន់ថានោះជាយើងមិនមានសេចក្តីប្រកាន់ថានោះជាខ្លួនរបស់យើងមិនមានរំលត់ដាច់អស់ដោយអរហត្តមគ្គហ្នឹងគឺព្រះអរហន្តនោះមិនមានសេចក្តីត្រេះរិះថានោះជារបស់យើងនោះជាយើងនោះជាខ្លួនរបស់យើងក្នុងខន្ធលោកអាយតនៈលោកភេទលោកនេះទេគឺបានធ្វើដំណើរទៅតាមអរិយមគ្គអង្គ8ប្រការនឹងឯងដល់នៅព្រះនិព្វានក៏ប៉ុន្តែការដែលដល់នៅព្រះនិព្វានយ៉ាងនេះឈ្មោះថាសឧបាតិសេសនិព្វានដោយអំណាចការដែលព្រះអរហន្តនឹងមិនទាន់រំលត់នៅបញ្ចខណ្ឌដែលនៅនឹងមិនមែននិព្វានទេណាទេមិនមែននិព្វានទេប៉ុន្តែបញ្ញត្តិឧបាទានខណ្ឌដែលនៅនឹងឯងថាជាព្រះអរហន្តបញ្ញត្តិឧបាទានខណ្ឌដែលនៅនេះដូចជាពុទ្ធមិនទាន់បរិនិព្វានព្រះវិជ័យពុទ្ធមិនទាន់បរិនិព្វានអីហ្នឹងទេព្រះសិរីបុត្រប្រមោកលៀនអីដែលមិនទាន់បរិនិព្វានហ្នឹងបញ្ញត្តិទៅថាជាព្រះអរហន្តបញ្ញត្តិថាជាបក្ខីណាស្របចឹងទៅនឹងបញ្ញត្តិប៉ុន្តែបុគ្គលនោះឯងបានដល់នៅសឧបាតិសេសនិព្វាននៅពេលដែលរំលត់នៅបញ្ចខណ្ឌនឹងឯងកាយនឹងបែកធ្លាយទៅវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងក៏មិនបានតាំងនៅហ្នឹងក៏សន្មត់បុគ្គលនឹងទៀតណាបុគ្គលដែលនៅមានឧបាទានខណ្ឌ5ហ្នឹងក៏សន្មត់ថាជាព្រះសម្មាសម្ពុទ្ធនឹងយាងចូលកម្មព្រះនិព្វានចឹងទៅព្រះអរហន្តនឹងយាងចូលកម្មអនុបាតិសេសនិព្វានទៅនេះយ៉ាងទៀតព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងមាននៅក្នុងអង្គុត្តរនិកាយដូចជាមគ្គវគ្គនិបាតដែលព្រះអង្គសម្ដែងអំពីសឧបាតិសេសបុគ្គលមាន9ពួកសឧបាតិសេសបុគ្គលនឹងមិនមែនសឧបាតិសេសនិព្វានទេណាសឧបាតិសេសបុគ្គល